videoថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញអំពីរបៀបការប្រើប្រាស់ prompt នៅក្នុង website មួយដែល website នោះមានឈ្មោះថា Banana Prompt បាទអញ្ចឹងដើម្បីធ្វើការប្រើប្រាស់នៅ prompt ដូចដែលខ្ញុំបានធ្វើការបង្ហាញគឺថាប្រភេទ prompt រូបភាពបែបនេះបែបស្អាតៗបងប្អូនអាចធ្វើការប្រើប្រាស់បានបាទអញ្ចឹងខ្ញុំគិតថាវាល្អដែរសម្រាប់តកតងនឹងបងប្អូនដែលប្រើប្រាស់នៅប្រភេទalbum cover DistroKid ឬក៏ artwork របស់ Ditto ដែលយើងអាចបង្កើតនៅប្រភេទ artwork ឬក៏ cover បែបនេះដើម្បីប្រើប្រាស់នៅក្នុងក្រុមហ៊ុន DistroKid ដែលយើងអាចធ្វើការ upload ចម្រៀងដាក់នៅក្នុងក្រុមហ៊ុនកម្មសិទ្ធិបញ្ញាបាទអញ្ចឹងដើម្បីធ្វើការប្រើប្រាស់បានបងប្អូនចូលទៅក្នុង website វានៅពាក្យ Banana Prompt បាទ Banana Prompt ខ្ញុំ enter ត្រង់ចំណុចកន្លែងនេះដោយសារយើងមិនទាន់មាន account ទេខ្ញុំធ្វើការចុចលើ website Banana Prompt បន្ទាប់មកទៀតយើងត្រូវធ្វើការ login បាទខ្ញុំ sign in with Google បាទអញ្ចឹងនៅត្រង់កន្លែងនេះយើងត្រូវធ្វើការ select នៅលើ email របស់ខ្ញុំដើម្បីធ្វើការបង្កើត account នៅក្នុងBanana Prompt បាទបន្តមកទៀតអ្វីដែលយើងត្រូវធ្វើការចុចទៅលើ prompt ដើម្បីធ្វើការចូលទៅមើល prompt ដែលយើងកំពុងតែប្រើនៅលើ website Banana Prompt ផ្ទាល់តែម្ដងបាទអញ្ចឹងនេះគឺជាប្រភេទ prompt មានទម្រង់ជាច្រើនប្រភេទដែរបាទអញ្ចឹងមានច្រើនមែនតើបើសិនជាករណីយើងស្រឡាញ់ប្រភេទ prompt នេះណាយើងគ្រាន់តែធ្វើការ copy ទៅបាទអញ្ចឹងឥឡូវគឺខ្ញុំមក page ទី2បាទឃើញច្រើនមែនតើបាទអញ្ចឹងខ្ញុំនឹងធ្វើការប្រើប្រាស់នៅ prompt នេះមួយចុះខ្ញុំ back មកក្រោយវិញបាទខ្ញុំធ្វើការ copy បាទនេះខ្ញុំយក prompt នេះចុះខ្ញុំធ្វើការ copy បន្តមកទៀតអ្វីដែលយើងត្រូវធ្វើការយក prompt នេះទៅធ្វើការ generate យើងត្រូវធ្វើការប្រើប្រាស់នៅ ChatGPT បាទខ្ញុំធ្វើការ Ctrl V បន្តមកទៀតអ្វីដែលខ្ញុំត្រូវធ្វើការដាក់នៅរូបរបស់ខ្ញុំដើម្បីបង្កើត prompt ជាមួយនឹងរូបភាពផ្ទាល់តែម្ដងបាទអញ្ចឹងខ្ញុំធ្វើការ Ctrl V បាទបន្ទាប់ពីយើងបានធ្វើការ upload រូបរួចរាល់ហើយយើងគ្រាន់តែធ្វើការចុចនៅ send prompt ChatGPT នឹងធ្វើការបង្កើតនៅរូបភាពឲ្យយើងបាទអញ្ចឹងឥឡូវឃើញថាការបង្កើតនៅប្រភេទ prompt បែបនេះថាមានទម្រង់បែបយ៉ាងម៉េចបងប្អូនអាចធ្វើការតាមដានទាំងអស់គ្នាបាទឥឡូវនេះឃើញថាតើទៅនឹង prompt ដែលខ្ញុំបានធ្វើការ generate នេះគឺឃើញថាដូចទៅនឹង prompt ដែលខ្ញុំបានធ្វើការបង្ហាញមកនេះបាទឃើញថាទម្រង់ prompt ចេញមកដូចគ្នាដែរបាទអញ្ចឹងយើងអាចបង្កើតបានប្រភេទ prompt បែបនេះបាទអញ្ចឹងបើសិនជាករណីបងប្អូនចង់បានទំហំ3000 x 3000ហ្នឹងសម្រាប់ cover album cover DistroKid អញ្ចឹងនៅក្នុង prompt ដែលយើងបានធ្វើការ copy នេះយើងគ្រាន់តែបញ្ជាក់ទៅ aspect ratio 3000 x 3000ទៅអញ្ចឹងទំហំដែលយើងបានធ្វើការ generate តាមរយៈ ChatGPT នឹងបង្កើតជាទំហំ3000 x 3000បើសិនជាករណីយើងចង់បានទំហំ 16.9 យើងគ្រាន់តែធ្វើការបញ្ជាក់ទៅបាទអញ្ចឹងនេះគឺជារបៀបដែលយើងធ្វើការ copy prompt ចេញពី Banana Prompt ដើម្បីយកមកធ្វើការ generate រូបតាមរយៈ ChatGPT បាទអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះគឺខ្ញុំមកធ្វើការបង្ហាញជូនដល់បងប្អូនក៏ដូចជាមិត្តភក្តិរបស់គ្នាអំពីរបៀបការប្រើប្រាស់ prompt ដែលយកចេញពី website Banana Prompt បាទជាចុងបញ្ចប់នៃវីដេអូខ្ញុំបាទក៏សូមអរគុណដល់បងប្អូនក៏ដូចជាមិត្តភក្តិរបស់គ្នាដែលតែងតែចំណាយពេលវេលាដ៏មានតម្លៃក្នុងការទស្សនានៃវីដេអូរបស់ខ្ញុំបាទតាំងពីដើមរហូតដល់ចប់ហើយមួយវិញទៀតបើសិនជាស្រឡាញ់នឹងចូលចិត្តរាល់ការចែកម្លែករបស់ខ្ញុំកុំភ្លេចចុចនៅ subscriber trên YouTube របស់ខ្ញុំមួយផងដែលមានឈ្មោះថា Kim Kosol ជួបគ្នានៅវីដេអូក្រោយអរគុណច្រើនជម្រាបលាបាយបាយ